ឃើញប្រព្រឹត្តហ្នឹងឯងនំគ្នាទៅណាអត់ទេចាគឺលើកមកទប់គឺទៅកន្លាញ់ហ្មងឡានតែមួយតែជិះបានឡើង14នេះណាអ្នកហើយមើលនេះសាលក់ត្រីមិនសាលក់ត្រីនៅដល់កចឹងតាមហេតុដំបូងដែរមុននឹងបានទៅកន្លាញ់ហ្នឹងដោយសារអ៊ំខ្ញុំហ្នឹងគាត់ឡើងមកសៀមរាបដើម្បីមកជួយធ្វើកូនបន្ទប់មួយដោយសារតែខ្ញុំថែមពេជ្រសមាជិកថ្មីដល់តែ2នាក់ចឹងទៅនៅអត់គ្រប់ទេចឹងក៏ថែមបន្ទប់មួយហើយនឹងក៏ថែមបន្ទប់ទឹកមួយដែរហើយពេលធ្វើបន្ទប់ហ្នឹងក៏អត់យូរដែរអ្នកគ្នាដូចចំណាយពេលដល់2ថ្ងៃទៅ3ថ្ងៃឯងចឹងទៅក៏បានទៅផ្ទះវិញដូចជាគាត់មកធ្វើចាប់តាមថ្ងៃអាទិត្យហើយធ្វើឲ្យដូចជាខ្ទង់ថ្ងៃអង្គារដោយសារតែការធ្វើបន្ទប់ហ្នឹងគឺអត់ចំណាយពេលយូរទេចឹងទៅក៏ប៉ាខ្ញុំជូនពួកគាត់ទៅកន្លាញ់វិញដូចជាពេលថ្ងៃអីនឹងអីអ្នកនរគ្នាឃើញចឹងនឹងប្រព្រឹត្តណាអ្នកគ្នាអើយសត្វតែក្មេងមិញខ្ញុំមកក៏គាត់នាំកូនមកឡើងសៀមរាបដោយសារជូនកូនមកធ្វើថ្មីចឹងទៅនេះតែឃើញដាក់ញាត់ឃើញតែចឹងខ្ញុំគិតថាដាក់អត់បានច្រើនទេពីដំបូងខ្ញុំភ័យថាខ្ញុំមិនហ៊ានទៅដោយសារអើយឡាននឹងដាក់មិនគ្រប់ទេតែមានណានេះចេះញាត់ឲ្យខ្ញុំថាប៉ុណ្ណឹងនៅអាចដាក់ថែមទៀតហើយដល់14នាក់អ្នកនរគ្នាគិតមើលនេះហើយដាក់បជ្រៀតយកហ្មងនឹងថាអ្នកនរគ្នាអាចសម័យចេញពីទស្សនវិជ្ជា14នាក់នៅក្នុងឡានបជ្រៀតគ្នានឹងប៉ុន្តែនេះគឺជាក់ស្ដែងប៉ិតគឺដូចលើកភូមិទៅចឹងអូយសាហាវហ្មងនេះសាច់ទៅកន្លាញ់ណាប៉ុណ្ណឹងហើយចុះត្រឹមសាច់ទៅក្នុងសោមទៀតគឺអើយដាក់ញាត់យកហ្មងខ្ញុំឆ្លប់រៀបរាប់ច្រើនហើយដោយសារតែលើចាប់ដើមចេញដំណើរទៅដូចជាពេលហ្នឹងខ្ទង់ម៉ោង7:03ឯណាដល់គ្នាថាបានដល់ចេញទៅហ្នឹងដំបងស្ទុំហើយក៏បើកថ្ងៃហើយខ្ញុំគិតថាមេឃហ្នឹងប្រហែលជាអត់ភ្លៀងទេដោយសារតែនិយាយទៅវាអត់សមមេឃហ្នឹងវាអត់សមភ្លៀងហ្មងណាតទៅពេលគាត់ចូលចាក់សាំងផ្លេតហើយក៏ចាប់ដើមចេញដំណើរទៅបន្តទៀតហើយពេលហ្នឹងអ៊ំហើយនឹងប៉ាខ្ញុំក៏គាត់និយាយថាមេឃហ្នឹងអញនឹងភ្លៀងហើយដោយសារមើលទៅវាមេឃល្ងិតខ្លាំងណាស់មកពីខាងលិចទៅហើយខ្ញុំមិនគិតថាវានឹងភ្លៀងលឿនទេដោយសារខ្ញុំគិតថាអញនឹងហួសព្រៃជ្រូកឬមួយក៏ដល់ផ្លូវព្រៃជ្រូកហ្នឹងអញនឹងភ្លៀងហើយប៉ុន្តែតែដូចជាដល់ផ្លូវពាក់កណ្ដាលផ្លូវពួកហ្នឹងក៏ចាប់ដើមភ្លៀងហ្មងពេលហ្នឹងភ្លៀងតិចទេហើយចាប់ដើមភ្លៀងខ្លាំងយកណាបងប្អូនជិះតាមផ្លូវអ្នកនរទៅចាក់ស្រួលទៅបីវាមិនទៅចាក់ខ្លាំងទេមិនដែរប៉ាខ្ញុំក៏ដាំសិនចាក់ផងអូនដល់ល្ងាចពេញហ្នឹងមកហើយអ្នកនរគ្នាមើលបងអូនខ្ញុំមកគឺវាក្តីសុខហ្មងគឺសោយសុខហ្មងទៅបីកន្លែងពិបាកដីប៉ុណ្ណាក៏វានៅអាចសោយស្ញញបានពេលហ្នឹងចំណាយពេលយូរមកអ្នកនរគ្នាពួកខ្ញុំក៏ជិះដល់ព្រៃជ្រូកហើយក៏ជប់រឿងនឹកស្មានដល់ដោយសារជិះទៅក៏ឃើញឡានបរិយាបន្នthamកន្លះអ្នកនរគ្នាហើយខ្ញុំក៏ដឹងថាទស្សនវិជ្ជាហ្នឹងវាមិនដែរដោយសារជិះមកដល់ឃើញព្រឹត្តិការណ៍ហ្នឹងបាត់ហើយជិះផ្លេចខ្លួនមកផ្លែដល់មួកន្លែងបាត់ហើយអ្នកនរគ្នាចិត្តដល់ផ្ទះអ៊ំខ្ញុំហើយតែទៅជិះចូលច្រកចូលអាផ្លូវនោះហើយជារៀងឆ្ងាយដែរបានទៅដល់ផ្ទះអ៊ំខ្ញុំតែថាអត់ចំណាយពេលយូរទេអ្នកនរគ្នាប្រហែលតែមួយផ្លែហើយក៏ដល់ហើយដុំគ្នាចុះពីលើឡានហើយក៏ចាប់បានរៀបអីវ៉ាន់តែអ្នកនរគ្នាអូខ្ញុំខានមកយូរដែរនឹងតាំងពីចូលឆ្នាំមកគឺអត់បានមកទៀតទេទៅរំលឹកនឹងបានមកហើយក៏មកបានតាមមួយផ្លែដែរអើយមិនថាមកញ៉ាំឲ្យវិញខ្ញុំទៅកន្លែងអារម្មណ៍ខ្ញុំពីរផ្សេងគ្នាវិញខ្ញុំនៅសៀមរាបអារម្មណ៍ខ្ញុំផ្សេងទៅវិញខ្ញុំទៅកន្លែងទៅអារម្មណ៍ខ្ញុំផ្សេងទៅវាស្រស់បំព្រងមានអារម្មណ៍ថាអូយឡើងទៅចាក់ខ្លួនហ្មងណាពេលនោះខ្ញុំអត់មានសម្ពាធអីទេគឺអ្នកដើរចុះដើរឡើងដើរចុះដើរឡើងចេះរកគ្នាឃើញហ្មងណាគ្នាឃ្លីតមកជូដើរឃើញតាគៀបក្តាមបេះយកហ្មងអើយហើយចតងឡើងពេញហ្នឹងហ្មងអ្នកទាំងគ្នាដោយសារច្រើនពេកគឺពេលហ្នឹងពួកខ្ញុំដើរទៅផ្ទះតែដើម្បីទៅលេងគាត់អីចឹងមានណាបងខ្ញុំត្រមអត់បានឃើញខ្នោហ្នឹងគ្នាដើរទៅស្ទាបហើយហិតស្ទាបហិតពេញហ្នឹងឯងអូយនេះអូខ្ញុំគាំងម៉ែពីអ្នកបងប្អូនដើរអត់ផុតពីដើមខ្នោហ្នឹងហ្មងដោយសារតែខ្ញុំថាមានណាផ្លែក៏អូបងទៅហ្នឹងគ្នាទៅហិតចុះហិតឡើងទៅហើយអ្នកទាំងគ្នាមានលឺសលេងសើចទៅពេលហ្នឹងព្រីសបាចិត្តឡើងពេញហ្នឹងហើយខ្ញុំទៅហិតដែរអូក៏អូមែនទេណាហើយបងខ្ញុំក៏បេះមកហ្មងទៅអូយដៃមួយកាន់តាគៀបក្តាមដៃមួយកាន់ខ្នោអូយក្តីសុខសាហាវនេះហើយទៅទៅភាពក្រោយតែបាត់តាខ្ញុំទៅតាខ្ញុំក៏ដាំនេះដាំនោះដោយសារអូយដឹងហើយមនុស្សចាស់គាត់ណៃនៅទីទេគាត់ដាំនេះដាំនោះអីចឹងណាហើយនេះអូនគ្នាឈរជជែកគ្នាបន្តិចតួចតាខ្ញុំក៏និយាយរឿងមានអ្នកបោកគាត់អីចឹងណាអូយនិយាយទៅអ្នកទាំងគ្នានៅស្រុកស្រែចឹងសបោមានអ្នកបោកណាពីពួកខ្ញុំចូលផ្ទះតាខ្ញុំហើយក៏ដើរហួសបន្តិចមកដល់ផ្ទះមិញខ្ញុំនិយាយទៅផ្ទះបងប្អូនខាងម៉ាក់ខ្ញុំហ្នឹងគឺនៅផ្ទះចិត្តគ្នាទេទៅភាគច្រើនដើរទៅក៏ដល់ដែរពួកខ្ញុំដើរទៅហ្នឹងដោយសារតែត្រូវទៅបេះកទួលដោយសារយកមកញ៉ាំមកជូរចឹងទៅក៏នាំគ្នាទៅបេះអូនអ្នកទាំងគ្នាផ្លែឡើងពេញដាំប៉ុន្តែវាធំទេវានៅទូចដែរចឹងមកល្មមដាក់មួយម៉ាត់ឆ្ងាញ់ហ្មងអូទៅហើយដល់វគ្គញ៉ាំម្ដងអូននេះដល់គ្នាគូពេលហ្នឹងគឺឆ្ងាញ់ហ្មងដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតហើយអូយនាំគ្នាទៅដើមគ្នាពេញហ្នឹងបន្ទាប់ពីនឹងហើយអត់ចប់ទេណាគូនៅញ៉ាំខ្នោទៀតទៅខ្ញុំទៅហ្នឹងគឺមាត់ខ្ញុំអត់ចេះទៅលេងហ្មងខ្ញុំញ៉ាំរហូតហ្មងតាមពីមាត់ដល់មកខ្ញុំញ៉ាំបាយបាត់ពេលហ្នឹងដូចជាចិត្តដល់មកទៅទៀតហើយអ្នកនរគ្នាហើយនេះបងខ្ញុំអូយនេះអូកាយវិការដល់កខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានគ្រួសារដូចគ្រួសារខ្ញុំអត់ទេឲ្យតែទៅដូចអីវ៉ាន់ដូចមិនសូវបានទេមកវិញអូដាក់ឡើងចង់ផ្អៀងឡានហ្មងគាត់ផ្ញើនេះហើយយើងចេះតែប្រម៉ូទៅបានអីគឺយកទៅទាំងអស់ទៅដឹងមិនអារម្មណ៍ពេលទៅនឹងមកវិញវាខុសគ្នាពេលទៅឡើងសប្បាយចិត្តពេលមកវិញយើងស្រាលដែរដោយសារយើងទៅបានតែមួយផ្លូវដែរបើថាធម្មតាខ្ញុំទៅគឺអត់ដែរបានទៅគេងទេពីច្រើនបានតែទៅវល់ល្ងាចហើយមកវិញអីចឹងពេលហ្នឹងខ្ញុំមិនចាំថាមកមិនដែរតែចេញមកប៉ុន្តែពេលហ្នឹងរៀងយប់ដែរហើយដែរដល់មកខ្ញុំមកដល់ក្រុងវិញហើយចឹងវីដេអូហ្នឹងចាប់ត្រឹមហ្នឹងហើយចឹងអរគុណអ្នកទាំងគ្នា See you next vlog bye